គឺជាថវិកាបៃតងដែលប្រភពបានមកពីសេវានៃកិច្ចគាំពារបរិស្ថានសេវាអភិរក្សព្រៃឈើអភិរក្សជីវៈចម្រុះនិងអភិរក្សប្រព័ន្ធអេកូឡូស៊ីហើយជាមួយគ្នាក៏ប្រភពមកពីភាគទានឬក៏បុព្វលាភដែលពីគម្រោងអភិវឌ្ឍឯកជនព្រមទាំងសេវាស្របច្បាប់ផ្សេងៗទៀតពាក់ព័ន្ធនឹងវិស័យបរិស្ថានតម្លៃមូលធិសង្គមសំដៅដល់ថវិកាកិច្ចគាំពារសង្គមក្នុងក្របខ័ណ្ឌបរិស្ថានហើយប្រភពនេះមិនខុសគ្នាពីមូលធិបរិស្ថានប្រហែលទេគឺបានពីសេវាកិច្ចគាំពារបរិស្ថានសេវាអភិរក្សជីវៈចម្រុះប្រព័ន្ធអេកូឡូស៊ីឬសេវាប្រើប្រាស់ទឹកសេវានៃការរក្សានៅគុណភាពខ្យល់ទឹកដីហើយក៏ពាក់ព័ន្ធជាមួយនឹងប្រភពចំណូលរបស់ប្រជាពលរដ្ឋឬក៏មុខរបរដែលពឹងអាស្រ័យទៅលើការប្រើប្រាស់ធនធានធម្មជាតិទីយើងដឹងថាមូលធិបរិស្ថាននិងមូលធិសង្គមគឺផ្សារភ្ជាប់គ្នារវាងធនធានធម្មជាតិហើយនិងសង្គមហើយគោលបំណងនៃការបង្កើតមូលធិបរិស្ថានសង្គមគឺយើងថាយកទៅប្រើប្រាស់វាបាច់ហើយវិសាលភាពវាបាច់អញ្ចឹងចំណុចនេះយើងគួរដឹងឲ្យថាប្រភពយើងបានចេញពីកិច្ចគាំពារពីអភិរក្សជីវៈចម្រុះហើយពីការបង្កើតមុខរបររបស់ប្រជាជនដែលពឹងអាស្រ័យធម្មជាតិអញ្ចឹងពេលដែលយើងបានមូលធិហើយប្រើប្រាស់ទី1គឺតាក់ទងជាមួយនឹងកិច្ចគាំពារបរិស្ថានទៅលើកិច្ចគាំពារបរិស្ថានកន្លងមកយើងអាចយកថវិកាប្រើប្រាស់នៅក្នុងការសម្អាតទីក្រុងដូចខេត្តបរសេនុការប្រមូលសម្រាមគុណភាពទឹកឬក៏យើងអាចបំពាក់ជាឧបករណ៍ដើម្បីតាមដានគុណភាពខ្យល់ហើយនឹងជួយដល់មន្ទីរពិសោធន៍ហើយក៏គោលដៅមួយទៀតគឺអភិរក្សជីវៈចម្រុះក៏ដូចជាប្រព័ន្ធអេកូឡូស៊ីដែលយើងបានថវិកាយកទៅប្រើប្រាស់នៅក្នុងក្របខ័ណ្ឌការដាំដើមឈើឡើងវិញការជូនថវិកាទៅដល់សហគមន៍ដើម្បីបង្កើនមុខរបរហើយនឹងក៏ចូលរួមចំណែកនៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានភូមិឃុំដើម្បីធ្វើយ៉ាងម៉េចឲ្យជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរឬក្នុងតំបន់អភិវឌ្ឍគម្រោងនេះមានជីវភាពកាន់តែល្អប្រសើរជាងមុនហើយការអនុវត្តមូលធិបរិស្ថានសង្គមនេះគឺយើងវិសាលភាពទូទាំងប្រទេសហើយទាំងវិស័យឯកជនក៏អាចស្នើសុំការប្រើប្រាស់មូលធិបរិស្ថានសង្គមបានវិស័យសាធារណៈសង្គមស៊ីវិលនិងភាគីពាក់ព័ន្ធនានាគឺអាចស្នើសុំការប្រើប្រាស់មូលធិបរិស្ថានសង្គមបានទាំងវិសាលភាពគឺទូលំទូលាយបាទ